Ờ, suốt đây đi côn gameថ្ងៃនេះយើងនិយាយអំពី topic ទី4របស់យើងគឺនិយាយអំពីការភ្ញាក់ពី problem បងប្អូនពិតជាបានធ្លាប់ឮថាមានគេណែនាំណាបាទមានការចូលជ្រើណែនាំច្រើនអំពីការភ្ញាក់ពី problem ហើយសម្រាប់អ្នកខ្លះវាពិតជាបង្ហាញនៅផលដ៏អស្ចារ្យមែនប៉ុន្តែយើងទាំងអស់គ្នារស់នៅក្នុងបរិយាកាសវាខុសៗគ្នាមានលក្ខខណ្ឌរាងកាយនិងសុខភាពក៏ខុសគ្នាដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចជាមនុស្សធ្វើការមានសិទ្ធិភាពពេលយប់ដូចខ្ញុំអញ្ចឹងស្ងាត់អត់មានអ្នកនៅក្បែរអត់មានអីចឹងទៅយើងធ្វើការមានសិទ្ធិភាពដោយសត្វទីទុយអញ្ចឹងហើយអ្នកខ្លះដោយសត្វចាបបាទគឺមោះមុតពេលព្រឹកព្រលឹមបាទអញ្ចឹងកំណត់ខ្ញុំគឺសូមយកចិត្តទុកដាក់ចំពោះចង្វាក់ថាមពលធម្មជាតិរបស់យើងវិញស្វែងយល់ថាតើយើងមានការតាំងចិត្តផ្ដោតអារម្មណ៍មានកំណត់ច្នៃប្រឌិតនឹងទទួលផលិតភាពបំផុតនៅពេលណាបាទនេះគឺជាពេលវេលាសំខាន់របស់យើងហើយគួរតែរៀបចំការវិភាគដាក់កិច្ចការសំខាន់បំផុតនៅម៉ោងទាំងអស់នោះមានសភាសឹកមួយគេនិយាយថា early bird catch the worm បាទសភាសឹកហ្នឹងគឺចាប់ដើមនិយាយតាំងពីឆ្នាំ1600ដើមឆ្នាំ1600មកតែយើងភាគច្រើនច្រើនច្រឡំន័យវាថាចាបចេញស្វែងរកចំណីពីព្រឹកព្រលឹមនឹងទទួលបានដង្កូវច្រើនហើយយើងតែងតែនិយាយចឹងប៉ុន្តែតាមពិតន័យវាមិនដូចចឹងទេហើយយើងក៏មិនជាសត្វចាបដែរហើយដង្កូវក៏វាមិនឆ្ងាញ់ដែរលើកឡើងតែដង្កូវដួងណាបាទដង្កូវដួងហើយដង្កូវទៀតបាទមានរបស់ឆ្ងាញ់ដែរបាទអញ្ចឹង anyway ពាក្យនេះពិតប្រាកដគឺមានន័យថាត្រូវតែឧស្សាហ៍ឆ្លៀតចាប់ឱកាសឲ្យបានមុនគេបាទនេះគឺជាគោលបំណងនៃពាក្យ early bird catch the worm បាទអញ្ចឹងតើធ្វើម៉េចបានយើងឧស្សាហ៍ហើយយើងជាមនុស្សឧស្សាហ៍របៀបម៉េចនឹងរងចាំស្ដាប់វីដេអូក្រោយៗរបស់ខ្ញុំទៀតអញ្ចឹងភ្ញាក់ពីព្រលឹមវាមិនមែនជារបស់មនុស្សគ្រប់គ្នាទេហើយក៏មិនជាការចាំបាច់ដែលយើងត្រូវអនុវត្តតាមនោះដែររកពេលវេលាដែលល្អបំផុតរបស់យើងរៀបចំកម្មវិធីណាដែលសំខាន់ធ្វើនៅពេលវេលានោះបាទខ្ញុំគ្រូជោគជ័យបាទយើងមាន100វីដេអូដើម្បីចែករំលែក Goodbye